អ្នកប្រតិបត្តិនៅធัวដល់សំគួរដល់ធัวជាអ្នកប្រតិបត្តិដោយត្រឹមត្រូវជាអ្នកប្រតិបត្តិតាមធัวជាប្រក្រតីអ្នកនោះឈ្មោះថាធ្វើសក្ការៈធ្វើសេចក្តីគោរពរាប់អានបូជានៅព្រះតថាគតដោយបដិបត្តិបូជាបូជាដល់ឧត្តមសពបាបស្សៈករណង្កុសលសោបសម្បទាសច្ចតបរិយោតៈបណੰអេតាំងពុទ្ធានិសាសនੰកិរិយាមិនធ្វើនៅបាបទាំងពួងកិរិយាបំពេញកុសលកិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផុតផង់ទាំងនេះជាពាក្យព្រិនប្រដៅនៃព្រះពុទ្ធទាំងឡាយខន្តិបរមੰតពោតៃតខានិពានੰបរមੰវតន្តិពុទ្ធានេហេបព្វជតោបរូបខេតៃសមណោហតិបរੰវិហេថយន្តោអំណត់គឺសេចក្តីអត់ធន់ជាតបៈធัวដល់ឧត្តមព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថាព្រះនិព្វានជាគុណជាតិដល់ឧត្តមអ្នកបួសដែលបៀតបៀនសត្វដតីសម្រាប់សត្វដតីមិនមែនជាបព្វជិនមិនមែនជាសមណៈឡើយកិរិយាមិនទេសដេអ្នកដតីមួយកិរិយាមិនបៀតបៀនអ្នកដតីមួយកិរិយាសង្រួមក្នុងបត្តមោមួយភាវៈដឹងប្រមាណក្នុងផតហាមួយទីដេកនិងទីអង្គុយដ៏ស្ងាត់មួយកិរិយាបំពេញព្យាយាមក្នុងអធិចិត្តមួយទាំងនេះជាពាក្យព្រិនប្រដៅនៃព្រះពុទ្ធទាំងឡាយសេចក្តីអត់ធន់ជាហេតុជាទីតាំងនៃគុណគឺសិលនិងសមាធិទាំងឡាយធัวទាំងឡាយជាកុសលទាំងអស់នោះតែងចម្រើនដោយសេចក្តីអត់ធន់មែនពេនសេចក្តីអត់ធន់តែងកាត់បងបាននៅរឹសនៃបាបទាំងឡាយទាំងអស់បុគ្គលអ្នកអត់ធន់ឈ្មោះថាជីករំលើងនៅរឹសនៃទោសទាំងឡាយមានពាក្យទេសដេលនឹងការឆ្លោះប្រកែកជាដើមសេចក្តីអត់ធន់ជាគ្រឿងអលង្ការរបស់អ្នកប្រាជ្ញសេចក្តីអត់ធន់ជាគ្រឿងដុតបង់នៅបាបរបស់អ្នកដែលមានតបៈធัวសេចក្តីអត់ធន់ជាកម្លាំងរបស់អ្នកប្រព្រឹត្តធัวសេចក្តីអត់ធន់ជាគុណជាតិនាំមកនៅប្រយោជន៍និងសេចក្តីសុខអ្នកអត់ធន់ជាអ្នកមានមិត្តសម្លាញ់ជាអ្នកមានលៀមជាអ្នកមានយសជាអ្នកមានសេចក្តីសុខជាប្រក្រតីអ្នកអត់ធន់រមែងជាទីស្រឡាញ់ជាទីគប់ចិត្តនៃទេវតានិងមនុស្សទាំងឡាយអ្នកអត់ធន់ជាអ្នកនាំមកនៅប្រយោជន៍ដល់ខ្លួនផងដោយជនទាំងឡាយឯទៀតផងអ្នកអត់ធន់ជាអ្នកឡើងកាន់ផ្លូវជាទីទៅឋានសួគ៌នឹងព្រះនិព្វានអ្នកអត់ធន់ឈ្មោះថាធ្វើតាមនៅព្រះពុទ្ធដីកាជាឱវាទនៃព្រះសាស្តាមែនពិតអ្នកអត់ធន់ឈ្មោះថាបូជានៅព្រះវិជ្ជនាមាដោយការបូជាដល់ឧត្តម